Then the second thing is Jesus appeared to many people. បាទហេតុផលមួយទៀតព្រះយេស៊ូវគ្រីស្ទបានបង្ហាញទៅកាន់មនុស្សជាច្រើនឲ្យបានឃើញ Of course, he appeared to his apostles and disciples. ព្រះអង្គបង្ហាញឲ្យពួកសិស្សដល់របស់ព្រះអង្គបានឃើញ But people say we cannot believe the testimony of these people because they want to lie about Jesus' resurrection to keep the movement going. មនុស្សគេជឿថាយើងអាចជឿមនុស្សទាំងអស់នេះបានទេពីព្រោះមនុស្សទាំងអស់ហ្នឹងសុទ្ធតែជាមនុស្សរបស់ព្រះយេស៊ូវយើងអាចជឿបាន But Jesus appeared to 500 people at the same time. បាទក៏ប៉ុន្តែបើមិនជឿទៀតព្រះយេស៊ូវគ្រីស្ទបានបង្ហាញទៅកាន់មនុស្ស500នាក់ឲ្យគេឃើញក្នុងពេលតែមួយ Is it possible that all 500 would lie? តើអាចទៅរួចទេដែលមនុស្ស500នាក់គាត់កុហកទាំងអស់គ្នា ចាជាដំបងសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះក្នុងក្តីស្រឡាញ់ព្រះអង្គម្ចាស់នឹងខ្ញុំនឹងអានព្រះបន្ទូលព្រះអង្គជួនសូមបងប្អូនទាំងអស់គ្នាបានផ្ទៀងទាំងអស់គ្នាសូមបានបងប្អូនផ្ទៀងទៅនៅក្នុងព្រះគម្ពីរ1កូរិនថូសជំពូក15ខ19ដល់ខ26ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ទសម្រាប់តែជីវិតនេះប៉ុណ្ណោះទេបើយើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយប៉ុន្តែព្រះគ្រីស្ទពិតជាមានព្រះជន្មរស់ឡើងវិញមែនក្នុងចំណោមមនុស្សស្លាប់ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរមនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអាដាមយ៉ាងណាគេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រីស្ទយ៉ាងនោះដែរម្នាក់តាមលំដាប់លំដោយគឺព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់បន្ទាប់មកអស់អ្នកដែលជាសិស្សរបស់ព្រះគ្រីស្ទរស់ឡើងវិញនៅពេលព្រះអង្គយាងមកដល់បន្ទាប់មកទៀតនឹងដល់អវសានកាលគឺនៅពេលដែលព្រះគ្រីស្ទនឹងប្រគល់រាជ្យថ្វាយព្រះជាម្ចាស់ជាព្រះបិតាក្រោយពីបានរំលំរាជអំណាចនឹងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយព្រះគ្រីស្ទត្រូវតែក្រុងរាជតម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មានមកដាក់ក្រោមព្រះបាទារបស់ព្រះអង្គសត្រូវចុងក្រោយបង្អស់ដែលនឹងត្រូវរំលាយចោលនោះគឺសេចក្តីស្លាប់សូមអានបន្តបើកទៅមួយទៀតគឺនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក20ខ1ដល់ខ18នៅព្រឹកថ្ងៃអាទិត្យកាលនៅងងឹតនៅឡើយនាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅភ្នោហើយឃើញថាមានគេយកថ្មចេញពីមាត់ភ្នោផុតទៅហើយនាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុសនិងសិស្សម្នាក់ទៀតដែលព្រះយេស៊ូវស្រឡាញ់ថាគេយកព្រះអង្គចេញពីភ្នោបាត់ហើយយើងមិនដឹងជាគេយកទៅដាក់នៅឯណាទេលោកពេត្រុសនិងសិស្សម្នាក់នោះក៏រត់ចេញទៅភ្នោសិស្សទាំងពីររត់ទៅជាមួយគ្នាតែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុសទៅដល់ភ្នោមុនគាត់ឆ្ងោកមើលទៅឃើញសម្ពុតស្នប់តែគាត់មិនចូលទៅក្នុងភ្នោឡើយលោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់គាត់ចូលទៅក្នុងភ្នោហើយសម្លឹងមើលសម្ពុតស្នប់នៅទីនោះព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូលទុកដោយឡែកគឺមិននៅជាមួយសម្ពុតស្នប់ទេពេលនោះសិស្សដែលទៅដល់ភ្នោមុនក៏ចូលទៅខាងក្នុងដែរគាត់បានឃើញហើយជឿកាលនោះពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរដែលចែងទុកមកថាព្រះយេស៊ូវត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេបន្ទាប់មកសិស្សទាំងពីរក៏នាំគ្នាត្រឡប់ទៅផ្ទះវិញនាងម៉ារីឈរយំនៅខាងក្រៅក្បែរមាត់ភ្នោនាងឆ្ងោកមើលទៅខាងក្នុងភ្នោទាំងយំឃើញទេវតាពីររូបស្លៀកសអង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូវម្នាក់អង្គុយនៅខាងព្រះសេរសាម្នាក់ទៀតអង្គុយខាងចុងព្រះបាទាទេវតាពោលមកកាន់នាងថានាងអើយម្ដេចក៏នាងយំនាងឆ្លើយទៅទេវតាថាមានគេយកព្រះសពព្រះអង្គម្ចាស់របស់នាងខ្ញុំទៅបាត់មិនដឹងជាគេយកទៅដាក់នៅឯណាឡើយពេលនាងកំពុងតែនិយាយដូច្នោះនាងបែរទៅក្រោយឃើញព្រះយេស៊ូវឈរនៅទីនោះតែនាងមិនដឹងថាជាព្រះអង្គទេព្រះយេស៊ូវសួរនាងថានាងអើយម្ដេចក៏នាងយំនាងរកអ្នកណានាងស្មានតែជាអ្នកថែរក្សាសួនច្បារនាងក៏ទូលព្រះអង្គថាលោកម្ចាស់
ប្រសិនបើលោកបានយកសពទៅសូមប្រាប់ឲ្យនាងខ្ញុំដឹងផងលោកដាក់នៅឯណានាងខ្ញុំនឹងទៅយកព្រះយេស៊ូវមានបន្ទូលហៅនាងថាម៉ារីនាងម៉ារីក៏បានទៅរកព្រះអង្គហើយទូលព្រះអង្គជាភាសាហេប្រឺថារ៉ាបូនីប្រែថាព្រះគ្រូព្រះយេស៊ូវមានបន្ទូលថាកុំខាត់ខ្ញុំទុកអីត្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតារបស់ខ្ញុំនៅឡើយសូមទៅប្រាប់ពួកបងប្អូនខ្ញុំផងថាខ្ញុំឡើងទៅឯព្រះបិតាខ្ញុំដែលជាព្រះជាម្ចាស់របស់អ្នករាល់គ្នាខ្ញុំឡើងទៅឯព្រះបិតារបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរនាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅជម្រាបពួកសិស្សថានាងបានឃើញព្រះជាម្ចាស់ព្រមទាំងជម្រាបពីសេចក្តីដែលព្រះអង្គបានមានបន្ទូលមកនាងនេះជាព្រះបន្ទូលរបស់ព្រះអង្គ Good morning, brothers and sisters. បាទអរុនសួស្តីលោកអ្នកបងប្អូនទាំងអស់គ្នា Hallelujah, Jesus is risen. Hallelujah ព្រះគ្រីស្ទទ្រង់រស់ឡើងវិញព្រះគ្រីស្ទបានរស់ឡើងវិញ I thought he made you all practice just now. Okay. Yeah. First, let me just say, okay. Yeah. First, let me just say congratulations to the 4 brothers and sisters who are being baptized today. តើបងអស់ចង់អបអរសាទរដល់បងប្អូន4នាក់ដែលនឹងជំនួយទឹកនៅក្នុងថ្ងៃនេះ Yeah, this is a good time to tell all of you one more time that in baptism we are united with Christ. ជាការដែលល្អចង់ជម្រាបបងប្អូនទាំងគ្នាម្ដងទៀតថាក្នុងការជំនួយទឹកគឺយើងរួមចូលមកកាន់រួមគ្នាជាមួយព្រះម្ចាស់ព្រះយេស៊ូវ We are united with Christ in his death and his resurrection. យើងបានរួបរวมជាមួយព្រះយេស៊ូវគ្រីស្ទនៅក្នុងការសគត់ហើយនឹងការរស់ឡើងវិញរបស់ព្រះអង្គ And we read this in Romans 6, you see. យើងបានអាននៅក្នុងកន្លែងហ្នឹងនៅក្នុងព្រះគម្ពីររ៉ូមចំពុក6 You can see in verse 3 that actually when we are baptized in Jesus Christ, we are baptized into his death. នៅក្នុងព្រះគម្ពីរប្រាប់ថាពេលដែលយើងជំនួយជាមួយព្រះម្ចាស់ព្រះយេស៊ូវគឺយើងជំនួយនៅក្នុងសេចក្តីស្លាប់រួមជាមួយព្រះយេស៊ូវ And then in baptism, just as Jesus has been raised from the dead, we are raised to live a new life in Christ. ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានរស់ឡើងវិញយើងក៏ត្រូវបានរស់ឡើងវិញនៅក្នុងជីវិតថ្មីជាមួយព្រះយេស៊ូវគ្រីស្ទដែរ Yeah, verse 5 explains it very well. In the English, in the Khmer, it means something else. Verse 5 explains it well. នៅក្នុងខទី5បានបញ្យល់បានយ៉ាងល្អកន្លែងនេះ Yeah, he says we are united with Christ in his death, and so we are united with Christ in his resurrection. បានថាប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដោយសោយទីវង្គតយើងក៏នឹងរួមជាមួយព្រះអង្គដែលមានបជនរស់ឡើងវិញដែរ It's a good thing to be united with Christ in his death. បាទជាការដែលល្អដែលយើងរួមក្នុងការសគត់ជាមួយព្រះយេស៊ូវ Because it means sin has no power over មានន័យថា us. មានន័យថាអំពើបាបលែងមានអំណាចលើយើងទៀតហើយ Because sin is no longer our master. ពីព្រោះដែលអំពើបាបលែងជាចង្វាយរបស់យើងតទៅមុខទៀត It means you and I as people who are baptized, we have the power to say no to sin. មានន័យថាយើងបងប្អូនណាដែលបានទទួលជាមួយទឹកយើងអាចនិយាយថាទេចំពោះអំពើបាប We have the power the next time when we are tempted. No, we will not fall into temptation. ពេលក្រោយដល់ពេលយើងជួបសេចក្តីល្បួងយើងអាចនិយាយថាទេយើងអត់ធ្លាក់ទៅក្នុងសេចក្តីល្បួងតទៀតទេ And it's good to be united with Christ in his ជា resurrection. ការដែលល្អដែលយើងរួបរวมនៅក្នុងការសគត់របស់ព្រះម្ចាស់ព្រះយេស៊ូវ Because with that we do not have to fear death. ដោយជាមួយការនឹងយើងអត់ទៅខ្លាចសេចក្តីស្លាប់តទៅមុខទៀតទេ Because many people without Christ, they are afraid of dying. មនុស្សជាច្រើនគេអត់មានព្រះយេស៊ូវគ្រីស្ទគេខ្លាចសេចក្តីស្លាប់គេខ្លាចស្លាប់ណាស់ But once we are baptized, we don't have to be afraid of death. ក៏ប៉ុន្តែនៅពេលដែលយើងជំនួយទឹកទទួលជាមួយទឹករួមជាមួយព្រះយេស៊ូវគ្រីស្ទយើងលែងខ្លាចសេចក្តីស្លាប់តទៅហើយ Because death has no power. Because death cannot stop us from resurrecting. ពីព្រោះតែសេចក្តីស្លាប់លែងមានអំណាចទៀតហើយសេចក្តីស្លាប់លែងអត់អាចបញ្ឈប់យើងឲ្យរស់ឡើងវិញជាមួយព្រះយេស៊ូវគ្រីស្ទទៀតហើយ Cannot stop us from resurrecting to eternal life. អត់អាចបញ្ឈប់យើងឲ្យរស់នៅក្នុងជីវិតអស់កលជានិច្ចបានទៀតទេ That's why we can say to the Christian, we die, but we rise to eternal life. We die to physical death, but we rise to eternal life. ដូច្នេះបានជាយើងនិយាយទៅកាន់គ្រីស្ទានគេទៅវិញទៅមកថាយើងស្លាប់
ខាងអំពើបាបហើយយើងរស់ឡើងវិញក្នុងជីវិតអស់កលជានិច្ច So to be united with Christ in his resurrection is a wonderful thing. ការដែលយើងរួមស្លាប់ហើយរស់ឡើងវិញជាមួយព្រះយេស៊ូវគ្រីស្ទជាការដែលល្អអស្ចារ្យណាស់ But some people do not believe. ប៉ុន្តែមនុស្សជាច្រើនគេអត់ជឿ They believe there is no resurrection of the dead. គេអត់ជឿថាគេថាអត់មានការរស់ឡើងវិញពីសេចក្តីស្លាប់ទេ If that is true, it's actually very bad news for you and I. បើសិនជាការនឹងវាពិតមែននោះវាជាដំណឹងដ៏អាក្រក់សម្រាប់ខ្ញុំហើយបងប្អូនទាំងអស់គ្នា So we will look into this. This is what we read in 1 Corinthians 15, chapter 15, verse 12. បាទយើងមើលឃើញនៅក្នុង1កូរិនថូស15ខ12 Some people, this is Christian in the church in Corinth, they say there is no resurrection of the dead. មានគ្រីស្ទាននៅក្នុងនៅទីក្រុងកូរិនថូសគេថាអត់មានការរស់ឡើងវិញទេនៅពេលដែលមនុស្សស្លាប់ទៅ These are not the Sadducees. ពួកគេមិនមែនជាពួកសាដូស៊ីទេ These are Christians who ប៉ុន្តែ say this. ជាពួកគ្រីស្ទានដែលនិយាយបែបនេះ Do you know that this is true even today? បងប្អូនទាំងគ្នាថាវាជាពិតការដែលពិតប្រាកដទេនៅក្នុងសពថ្ងៃនេះ Somebody check, and 17% of the Christian in Britain do not believe in the resurrection of Jesus. មាន17%ដែលបានមើលឃើញថាពួកគ្រីស្ទានអត់ជឿលើការរស់ឡើងវិញទេ Nobody check on America. But if they check on America, I believe there are people who do not believe in the resurrection of បើសិនជា Jesus. ពិនិត្យមើលទៅកាន់នៅស្រុកអាមេរិកផុតកត់ជាមានមនុស្សដែលគេអត់ជឿថាព្រះគ្រីស្ទរស់ឡើងអត់មានការរស់ឡើងវិញ In fact, the number could be higher. លេខតួលេខប្រហែលជាខ្ពស់ជាងនឹងថែមទៀត Because you know why? They do not believe in the miracles that are recorded in the Bible. ពីព្រោះគេអត់ជឿលើការអស្ចារ្យដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ They see, oh, miracles don't happen today, Okay. so miracles cannot be true. គេមើលឃើញថាការអស្ចារ្យអត់កើតឡើងនៅសប្តាហ៍ថ្ងៃនេះទៀតទេដូច្នេះការអស្ចារ្យនោះវាមិនមែនពិតប្រាកដទេ But not believing in the resurrection of the dead is a serious problem. ការជឿដែលការរស់ឡើងវិញគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ Because it means that Jesus was not resurrected. មានន័យថាម៉េចបើគេជឿថាមនុស្សអត់រស់ឡើងវិញទេមានថាព្រះគ្រីស្ទអត់រស់ឡើងវិញគេជឿអញ្ចឹង If Jesus was not resurrected, we are in serious trouble. បើសិនជាព្រះយេស៊ូវអត់មានបញ្ជូនរស់ឡើងវិញទេយើងស្ថិតនៅក្នុងបញ្ហាហើយ So Paul went on to put on a list of consequences if Jesus was not raised from the dead. លោកសាវកប៉ូលគាត់មានការប្រឈមបញ្ហាជាមួយនេះហើយក៏បាននិយាយថាបើព្រះគ្រីស្ទអត់បានមានបញ្ជូនរស់ឡើងវិញទេ He says, our preaching is useless. ហើយក៏បាននិយាយថាការអធិប្បាយរបស់ខ្ញុំការប្រកាសរបស់ខ្ញុំនេះវាអត់មានប្រយោជន៍អីទេ Why do I preach? None of you will be resurrected. បើខ្ញុំប្រកាសធ្វើអីបើគ្រប់គ្នាអត់រស់ឡើងវិញមកណា Yeah, and then number 2, it says that the people who preach, Peter and all that, they are false witnesses. បើសិនជាព្រះគ្រីស្ទអត់រស់ឡើងវិញទេលោកពេត្រុសអ្នកប្រកាសដំណឹងល្អលោកប៉ូលហើយយើងអ្នកប្រកាសដំណឹងល្អយើងទាំងអស់គ្នាទៅជាគ្រូខ្លាំងខ្លាយហើយ Because Peter went around telling people, I saw Jesus alive. I saw Jesus risen from the grave. They say, this is a lie, I'm a ពីព្រោះ false តែសាវក witness. ប៉ូលលោកពេត្រុសគាត់ដើរទៅប្រកាសដំណឹងល្អគាត់ឃើញព្រះយេស៊ូវគ្រីស្ទព្រះអង្គរស់ឡើងវិញព្រះអង្គរស់ឡើងវិញមែន And then the third thing is, you and I will still be in our sins. ហើយទី3បងប្អូនទាំងគ្នាហើយនឹងខ្ញុំយើងស្ថិតនៅក្នុងអំពើបាបដដែលបើព្រះគ្រីស្ទរស់ឡើងវិញ It means our sins have not been forgiven. មានន័យថាអំពើបាបរបស់យើងអត់ត្រូវបានអត់ទោសឲ្យនៅឡើយទេ Because a Jesus that is not resurrected cannot take away our sins. បើព្រះគ្រីស្ទអត់រស់ឡើងវិញទេនោះព្រះអង្គអត់អាចដកអំពើបាបរបស់យើងចេញបានទេ Yeah. So what he also means, he goes on to say that actually we are lost. បាទបើព្រះគ្រីស្ទរស់ឡើងវិញទេយើងគឺជាមនុស្សដែលបាត់បង់ Yeah. Lost means we are not safe. យើងបាត់បង់មានន័យថាយើងអត់បានទទួលសេចក្តីសង្គ្រោះទេ So if you can see, if all our hope is just for this life, there is no resurrected life, then as Christians, we are very poor people, people to be pitied. ហើយមួយទៀតថាបើសិនជាព្រះគ្រីស្ទរស់ឡើងវិញទេយើងនៅជាអ្នកជឿព្រះម្ចាស់ព្រះយេស៊ូវជាមនុស្សដែលវេទនាជាងគេទៀត So we can never doubt
the resurrection of Jesus. យើងមិនអាចសង្ស័យអំពីការដែលព្រះគ្រីស្ទមានបញ្ជូនរស់ឡើងវិញឡើយ But the good news is you and I, we can believe. ប៉ុន្តែដំណឹង We ល្អ can believe យ៉ាង that ដូចនេះ Jesus ថា was resurrected. បងប្អូនហើយនៅខ្ញុំយើងអាចជឿបានថាព្រះយេស៊ូវគ្រីស្ទពិតជាមានបញ្ជូនរស់ឡើងវិញមែន Okay, I admit it's hard to believe. ខ្ញុំទទួលស្គាល់ថាវាពិបាកក្នុងការដែលជឿ Even the apostles of Jesus found it hard to believe. សូម្បីតែសាវកក៏ពួកគាត់បានពិបាកក្នុងការជឿដែរ So just now when we read in John chapter 20, we see that Peter, he ran into the tomb. Then he saw the linen cloth, he saw the head cloth, and then he couldn't understand. He couldn't connect it with យើង Jesus' អានយូ resurrection. ហានមិញឃើញមានលោកយូហានហើយលោកពេត្រុសក៏បានរត់ទៅឯភ្នូហើយគាត់មើលឃើញសម្លៀកបំពាក់ហើយកណាត់បងក៏បាននៅនោះគាត់អត់យល់ថាហេតុអីមានរឿងអីកើតឡើងនៅកន្លែងហ្នឹង Yeah. And then Mary, even though the angels told him, Jesus is not here, Jesus is risen, Mary couldn't understand that. បាទហើយពេលដែលទេវតាប្រាប់ថាព្រះយេស៊ូវមានបញ្ជូនរស់ឡើងវិញហើយម៉ារីគាត់អត់យល់ហេតុអីមានរឿងអីកើតឡើង Yeah, even though Jesus appeared before her, she couldn't recognize him. ទោះបីជាព្រះបងបង្ហាញឲ្យនាងបានឃើញហើយនាងមើលអត់ស្គាល់ព្រះយេស៊ូវគ្រីស្ទទៀត She only realized it was Jesus when Jesus called her name. គាត់បានស្គាល់ព្រះយេស៊ូវចំណាំព្រះយេស៊ូវបាននៅពេលដែលព្រះយេស៊ូវគ្រីស្ទហៅឈ្មោះនាងចំ And then the disciples, when Mary ran back to tell them, I saw Jesus alive. Wow. This is what he told me.ពេលដែល The disciples did not believe ម៉ារី her. ក៏រត់ទៅឲ្យជប់ឲ្យពួកសិស្សប្រាប់ថាខ្ញុំឃើញព្រះយេស៊ូវគ្រីស្ទព្រះអង្គរស់ឡើងវិញព្រះអង្គរស់ឡើងវិញមែនប៉ុន្តែពួកសិស្សអត់ជឿ And then there's one more which is not read for us, is Thomas. The disciples then told Thomas, yeah, we saw Jesus, we touched his body, we touched his hands and his side. Thomas said, I will not believe unless I touch his side. The មានកន្លែង wounds មួយ on ទៀត his ដែល side and ព្រះយេ his ស៊ូវ hand. ព្រះអង្គលេចឲ្យពួកសិស្សបានឃើញហើយពួកសិស្សបានទៅប្រាប់លោកថូម៉ាស់គាត់ថាខ្ញុំអត់ជឿទេតើតែខ្ញុំបានពាល់បានប៉ះកន្លែងស្នាមរបួសព្រះម្ចាស់ព្រះយេស៊ូវខ្ញុំអត់ជឿទេបើអត់បានប៉ះ Only John believed. មានតែលោកយូហានមួយគាត់ដែលគាត់ជឿ Out of so many apostles and disciples, only one ក្រៅ believed. ពីសិស្សដទៃទៀតគឺមានតែសាវកតែមួយនោះឯងដែលជឿ But the apostles and disciples, they were blessed. They had a chance to meet Jesus face to face. ពួកសាវកគេមានពរដោយសារអីគេបានជួបជាមួយព្រះយេស៊ូវគ្រីស្ទមុខទល់នឹងមុខ They had a chance to touch his គេ hands មានឱកាសដែល and touch ប៉ះ his side. ប៉ះដៃប្រហោះរបស់ព្រះហើយនឹងចំហៀងរបស់ព្រះ But you and I, we cannot do that anymore. ក៏ប៉ុន្តែលោកអ្នកឲ្យខ្ញុំអត់អាចប៉ះព្រះអង្គបាន Jesus has not appeared physically on earth ព្រះយេ since ស៊ូវ his ascension. អត់បានបង្ហាញជាសាច់ឈាមឲ្យយើងឃើញទៀតពីព្រោះបានទ្រង់បានយាងទៅឲ្យស្ថានសួគ៌ហើយ But good news, we can still believe ប៉ុន្តែជាដំណឹងល្អដែលយើងនៅតែអាចជឿបាន because there is enough evidence, he say. ពីព្រោះតែមានផុសតាងគ្រប់គ្រាន់ល្មមឲ្យយើងជឿបាន So I'm going to share with you just 4 reasons. ខ្ញុំចង់ចែករំលែកជាមួយបងប្អូនអរគ្នា4ហេតុផល One theory that people say Jesus did not rise or was not resurrected was because the disciples stole his body. បាទហេតុផលមួយដែលគេថាណាថាតែព្រះគ្រីស្ទអត់រស់ឡើងវិញទេហេតុផលទី1គឺគេថាពួកសិស្សបានលួចសពព្រះយេស៊ូវគ្រីស្ទទៅ In Matthew 28, the chief priests were afraid. What if the disciples came and stole his body? They were afraid. គេភ័យខ្លាចបើសិនជាពួកសិស្សមកលួចរូបប្រសពរបស់ព្រះយេស៊ូវទៅ So they say, please put a big stone in front of the tomb. គេបានប្រាប់ថាពួកអាចារ្យផារ៉ាស៊ីក៏បានប្រាប់ថាសូមឲ្យយកថ្មយ៉ាងធំដាក់បិទភ្នូព្រះយេស៊ូវ Please make sure there are Roman guards, soldiers guarding the ហើយឲ្យប្រកាសថាមានពួកទាហានរ៉ូម៉ាំងនៅចាំយាមភ្នូហ្នឹង Now think about this. The disciples by that time, they were already so frightened. They hid in the upper room, so scared that the people would know them. នៅពេល where ហ្នឹង they បងប្អូន were. ដល់គ្នាពួកសិស្សពេលដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គសគត់ទៅគេខ្លាចគេទម្លាក់ខ្លួនពួនគេនៅក្នុងបន្ទប់ដែលបិទជិត Would these frightened disciples dare to confront the Roman guards to steal the body of Jesus? បើគេខ្លាចម្លឹងហើយស្មានតែគេហ៊ានទៅប្រឈមជាមួយនឹងពួកទាហានហើយលួចសពព្រះយេស៊ូវគ្រីស្ទបានដែរឬ No, they wouldn't. គេមិនទៅទេ Then if the disciples went to steal the body, would they take the time to untie the burial cloth,
Bah. untie the head, cut off, put them together separately? Or would they just take the body and quickly run? ចឹងបើសិនជាពួកសិស្សគាត់ទៅលួចសពព្រះយេស៊ូវគ្រីស្ទមែនតើពួកគេស្រាយសម្លៀកបំពាក់ស្លាយកណ្ដាត់ក្បង់ក្បាលព្រះសិរសាព្រះយេស៊ូវគ្រីស្ទឬមកក៏គេលួចយកទាំងអស់លីទៅតែម្ដង Yeah. Obviously, they didn't steal the body. That's why the linen and the head. ពិតប្រាកដណាស់ពួកគេមិនបានលួចប្រសពព្រះយេស៊ូវទេ Then the second thing is Jesus appeared to many people. បាទហេតុផលមួយទៀតព្រះយេស៊ូវគ្រីស្ទបានបង្ហាញទៅកាន់មនុស្សជាច្រើនឲ្យបានឃើញ Of course, he appeared to his apostles and disciples. ព្រះអង្គបង្ហាញឲ្យពួកសិស្សដល់របស់ព្រះអង្គបានឃើញ But people say we cannot believe the testimony of these people because maybe they want to lie about Jesus' resurrection to keep the movement going. មនុស្សគេជឿថាយើងអាចជឿមនុស្សទាំងអស់នេះបានទេពីព្រោះមនុស្សទាំងអស់ហ្នឹងសុទ្ធតែជាមនុស្សរបស់ព្រះយេស៊ូវយើងអាចជឿបាន But Jesus appeared to 500 people at the same time. បាទក៏ប៉ុន្តែបើមិនជឿទៀតព្រះយេស៊ូវគ្រីស្ទបានបង្ហាញទៅកាន់មនុស្ស500នាក់ឲ្យគេឃើញក្នុងពេលតែមួយ Is it possible that all 500 would lie? តើអាចទៅរួចទេដែលមនុស្ស500នាក់គាត់កុហកទាំងអស់គ្នា Yeah. Then the third reason is actually they dare to go and preach about it. We met Jesus, we ate and drank with him. Bah. Peter told the family of Cornelius. តែហើយពេត្រុសគាត់ធ្វើម៉េចទៀតពេត្រុសគាត់ហ៊ានចេញទៅប្រកាសគាត់បានប្រកាសថាគាត់បានដើរគាត់បានបរិភោគជាមួយព្រះម្ចាស់ព្រះយេស៊ូវ But the most important reason is the fourth reason. ក៏ប៉ុន្តែហេតុផលដែលសំខាន់ជាងគេនៅក្នុងហេតុផលទី4នៅកន្លែងនេះ The disciples were willing to die. ពួកសាវកហ៊ានលះបង់ជីវិត Yeah, ខ្លួនឯង to tell the people, the world, that Jesus was resurrected. ឲ្យតែបានប្រាប់អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ Will anyone die to tell a lie? បងប្អូនអរគ្នាតើនរណាគេម្នាក់ដែលសុខចិត្តស្លាប់ហើយប្រាប់អំពីស្អីកុហក If the Romans empire went to the disciple, please say Jesus did not rise, then you will not die. បើពួកទាហានរ៉ូម៉ាំងមកប្រាប់ពួកសិស្សថាសូមនិយាយថាព្រះយេស៊ូវគ្រីស្ទអត់រស់ឡើងវិញអ្នកនឹងអត់ស្លាប់ទេ If this is not true, I say, yeah. He didn't rise. I was just lying. បើសិនជារឿងនឹងពិតមែនណាពួកសាវកនឹងគាត់ថាមែនហើយព្រះយេស៊ូវអត់រស់ឡើងវិញទេព្រះយេស៊ូវអត់រស់ឡើងវិញទេ But the disciples didn't do that because they were telling the truth. ប៉ុន្តែពួកសាវកអត់ធ្វើអញ្ចឹងទេអត់និយាយអញ្ចឹងទេគាត់ប្រាប់សេចក្តីពិត All these were good enough for me to believe that Jesus was resurrected. ផុសតាំងទាំងអស់នេះវាគ្រប់គ្រាន់ល្មមដែលជឿថាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទពិតជារស់ឡើងវិញមែន What about you? ចុះតើបងប្អូនទាំងគ្នាវិញជឿទេ Do you believe? តើបងប្អូនជឿថាព្រះគ្រីស្ទរស់ឡើងវិញទេ Because if you believe, I got good news for you. បើសិនជាបងប្អូនទាំងគ្នាជឿខ្ញុំមានដំណឹងល្អសម្រាប់បងប្អូនទាំងគ្នា Jesus said in John chapter 20, ព្រះយេស៊ូវ verse បានមានបន្ទូល 29, នៅក្នុងយូហាន20:29 ថា he says, yeah, blessed are those who have not seen and yet have បាន believed. បន្ទូលថាមានពរហើយអ្នកណាដែលជឿដែលឥតបានមើលឃើញ In fact, I would say our blessing is bigger because harder for us than the disciples to Bah. believe. យើងមានពរខ្លាំងជាងដោយសារតែយើងពិបាកជាងពួកសាវកព្រោះយើងបានមើលឃើញ So it may be hard to believe in the បែរជា resurrection, ពិបាកក្នុងការដែលជឿថាទ្រង់មានបជនរស់ឡើងវិញ but we have good reasons to believe in ក៏ប៉ុន្ it. តែយើងមានហេតុផលគ្រប់គ្រាន់ល្មមដើម្បីឲ្យយើងអាចជឿការនោះ But number 4 is the main point I want to make to you. នៅចំណុចទី4ដែលជាចំណុចសំខាន់ដែលចង់លើកយកសម្រាប់បងប្ Now អូន that you know you have a resurrected life, will you live your life on earth with that in mind? ដែល Now បងប្អូន that គ្នាបានរស់ឡើងវិញនៅក្នុងជីវិតថ្មីហើយតែបងប្អូនគ្នានឹងរស់នៅក្នុងជីវិតបែបថ្មីសម្រាប់ព្រះដែរទេ Sure, if there's no resurrection, you may ask these questions, you know. បើសិនជាអត់មានការរស់ឡើងវិញទេប្រហែលជាយើងសួរសំណួរបែបនេះ You will ask, why do I want to endanger myself? សួរថាហេតុអីក៏ខ្ញុំត្រូវការទៅរងគ្រោះថ្នាក់នៅក្នុងចំពោះខ្លួនឯងសម្រាប់ខ្លួនឯង Why do I want to face death daily? ហេតុអីក៏ខ្ញុំត្រូវការប្រឈមជាមួយនឹងសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ In order to tell people to believe in Jesus Christ. Why do ការ I ដែល want to bother? ប្រាប់ទៅកាន់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទព្រះអង្គរស់នៅហើយធ្វើឲ្យគេនឹងបៀតបៀនមកកាន់ខ្ញុំហេតុអីខ្ញុំត្រូវធ្វើចាប់វេទនា Yeah, why do we even bother to do that? Why don't we just enjoy life? ហេតុអីក៏យើងមិនរីករាយក្នុងជីវិតរបស់យើងទៅ Paul says, because there is resurrection of the dead, I'm willing to do this. I'm willing to endanger myself. បាទ
លោកសាវកពោបានប្រាប់ថាដោយសារតែព្រះគ្រីស្ទរស់ឡើងវិញមានការរស់ឡើងវិញដូច្នេះខ្ញុំសូមចិត្តខ្ញុំចង់រងការជឿចាប់ I'm willing សម្រាប់ការនោះ to face death daily. ខ្ញុំចង់ប្រឈមជាមួយនឹងសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ What he means is that he's willing to die to the desires of his flesh. មានន័យថាម៉េចគាត់ស្លាប់ក៏បានដែរសច្ចារបស់គាត់ He's willing to suffer to share the gospel of Jesus. គាត់មានបំណងរងទុក្ខលំបាកជឿចាប់យ៉ាងណាក៏បានដែរឲ្យតែបានចែកចាយដំណឹងល្អរបស់ព្រះ And some of you may be wondering, should I give up a better job prospect? If to follow Jesus, should I give up a better job ចុះបើ prospect? អញ្ចឹងតើខ្ញុំគួរលះបង់ការងាររបស់ខ្ញុំដ៏ល្អហើយដើរតាមព្រះយេស៊ូវឬ Yeah, when people hear I'm a Christian, they don't like me, they stay away from me. ពេលដែលមនុស្សដទៃគេឮថាខ្ញុំជាគ្រីស្ទានគេអត់ចូលចិត្តខ្ញុំហើយគេនៅឆ្ងាយពីខ្ញុំ When I share the gospel with my relative, they get angry with me, they ពេល shout at me, they ដែល don't want ខ្ញុំ to ចែក have ចាយដំ anything ណឹង to ល្អ do with me. របស់ព្រះទៅកាន់បងប្អូនសាច់ញាតិរបស់ខ្ញុំគេសម្លុតដាក់ខ្ញុំគេថាខ្ញុំអត់ល្អ Yeah, and then Jesus said we are to give to the poor. Then I have less for myself. ហើយព្រះយេស៊ូវបានប្រាប់ថាពេលយើងជឿព្រះអង្គចង់ឲ្យយើងឲ្យចែករំលែកទៅកាន់អ្នកក្រីក្របើឲ្យអ្នកក្រីក្រខ្ញុំអស់ហើយ Why do all this? ហេតុអីក៏ធ្វើកិច្ចការទាំងអស់នឹងធ្វើអី What benefit is there to me? តើបានប្រយោជន៍អីដល់ខ្ញុំ Yeah, is it all worth it? តើវាមានតម្លៃអី Paul says it is worth it. ប៉ុន្តែលោកសាវកពោគាត់បាននិយាយថាវាមានតម្លៃវាមានសុពលភាព Because like Jesus, I too will be resurrected when I die. ដូចជាព្រះយេស៊ូវគ្រីស្ទដែរដែលព្រះគ្រីស្ទព្រះអង្គរស់ឡើងវិញថ្ងៃមួយខ្ញុំក៏នឹងរស់ឡើងវិញដែរ Paul says, please don't make this mistake. លោកសាវកពោបានមានប្រសាសន៍ថាកុំឲ្យយើងធ្វើកំហុសមួយនេះ Don't think that the life you live now does not matter. កុំឲ្យគិតថាជីវិតដែលអ្នករស់នៅសប្តាហ៍ថ្ងៃនេះវាអត់មានពាក់ព័ន្ធអត់មានអីសោះឡើយ Don't follow the people who don't know that there is the resurrection of កុំ the dead. ឲ្យតាមស្ដាប់តាមនរណាគេដែលអត់ជឿថាមានការរស់ឡើងវិញ For these people, they want to eat, drink, be happy because why? Tomorrow we die, it's over. មនុស្សទាំងអស់នោះដែលគេអត់ជឿគេគិតថាម៉េចគេគិតថាស៊ីទៅផឹកទៅថ្ងៃស្អែកយើងនឹងស្លាប់ហើយ He says, be careful. Don't join them. លោកសាវកពោបានប្រាប់ថាឲ្យប្រុងប្រយ័ត្នកុំឲ្យចូលរួមជាមួយពួកគេ Don't go out and mix with them កុំឲ្យចេញទៅក្រៅហើយទៅប្រសពជាមួយពួកគេ because they will corrupt you. ពីព្រោះគេនឹងបំពុលអ្នករាល់គ្នា So they will teach you to sin. គេនឹងបង្រៀនអ្នករាល់គ្នាឲ្យប្រព្រឹត្តអំពើបាប Paul says, stop sinning. លោកសាវកពោបានប្រាប់ថាកុំធ្វើបាបទៀត Don't be like some Christians who are ignorant of what God has done. កុំឲ្យដូចពួកគ្រីស្ទានខ្លះដែលគេបង្ងើយកន្តើយនៅការបង្រៀនរបស់ព្រះ So those of you who are being baptized, ហើយបងប្អូនដែលបានទទួលជាមួយទឹករួចហើយ remember, ចងចាំ you will be resurrected like យើង Jesus. នឹងរស់ឡើងវិញដូចជាព្រះគ្រីស្ទព្រះអង្គបានរស់ឡើងវិញដែរ And because you'll be resurrected like Jesus, please don't live your life like the rest of the world. ដែលយើងនឹងរស់ឡើងវិញជាមួយព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទកុំឲ្យយើងរស់នៅក្នុងជីវិតដូចជាលោកីដែលនៅជុំវិញខ្លួនយើង Please don't be afraid to live your life for Jesus. កុំឲ្យយើងភ័យខ្លាចតទៅមុខទៀតដើម្បីរស់នៅក្នុងជីវិតសម្រាប់ព្រះយេស៊ូវគ្រីស្ទវិញម្ដង And then actually Paul finished this teaching with verse 32 to 33. សាវកពោគាត់បញ្ចប់សេចក្តីរបស់ Oh, sorry, it's verse 58. Not, បាទ not. នៅក្នុង1កូរិនថូសចំពោះ15ខចុងក្រោយគេ He says, because we have the resurrection of Jesus, give ourselves fully to God's work. បាទដែលបងប្អូនអ្នកគ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទហើយឲ្យថ្វាយខ្លួនរបស់យើងចុះចូលជាមួយព្រះបន្ទូលរបស់ព្រះ Because what we do for God is not in vain. ហើយព្រះគម្ពីរប្រាប់ថាកិច្ចការដែលបងប្អូនអ្នកគ្នាខំប្រឹងធ្វើសម្រាប់ព្រះវាមិនឥតប្រយោជន៍ឡើយ Music team, when you take time to practice and lead us in worship, your labor is not in vain. ក្រុមថ្វាយបង្គំដែលបងប្អូនអ្នកគ្នាចំណាយពេលវេលាដើម្បីហ្វឹកហាត់សមនោះវាមិនឥតប្រយោជន៍ឡើយ Because you help us draw closer to God through our worship. ដោយសារតែបងប្អូនអ្នកគ្នាបានជួយបងប្អូនអ្នកគ្នាឲ្យបានជិតស្និទ្ធជាមួយព្រះជាម្ចាស់ When Pastor Panya, Pastor Chan work hard to study the Bible to prepare their sermon, it's not in vain. ពេលដែលគ្រូបញ្ញាហើយខ្ញុំព្យាយាមសិក្សាយ៉ាងខ្លាំង
រៀបចំព្រះបន្ទូលរបស់ព្រះវាមិនមែនជាការអត់ប្រយោជន៍ឡើយ because they are helping you to understand and know God better. ពីព្រោះតែយើងបានព្យាយាមដើម្បីឲ្យបងប្អូនអ្នកគ្នាបានយល់ព្រះបន្ទូលរបស់ព្រះបានល្អប្រសើរ When you give some money so that we can give to the poor, it's not in ដល់ពេល vain. ដែលយើងថ្វាយដង្វាយហើយដង្វាយនោះបានផ្ទេរបានជួយទៅកាន់អ្នកក្រីក្រកិច្ចការដែលយើងធ្វើនោះមិនមែនអត់ប្រយោជន៍ឡើយ When you go and share the gospel with your friends, your schoolmates, your relatives, it's not in vain. ពេលដែលបងប្អូនអ្នកគ្នាទៅចែកចាយដំណឹងល្អទៅកាន់មិត្តរួមថ្នាក់មិត្តភ័ក្តិរបស់បងប្អូនអ្នកគ្នាកិច្ចការនោះមិនមែនអត់ប្រយោជន៍ឡើយ Sure, no one will say thank you to you. ប្រកបណាស់ប្រកបជាអត់មានអ្នកដែលនិយាយអរគុណទៅកាន់បងប្អូន Some may get angry with you. ពេលខ្លះគេក៏ខឹងជាមួយបងប្អូនតទៀត Some may scold you. ប្រហែលជាគេជេរបងប្អូនទៀត But it is all right. ប៉ុន្តែអត់អីទេបងប្អូនអ្នកគ្នា You are willing to bear with that យើងមានបំណងនឹងទ្រាំទ្រការនឹងបាន because you know when you do all that, it is not in vain. ពីព្រោះតែយើងដឹងថាយើងធ្វើកិច្ចការយើងទ្រាំទ្រកិច្ចការទាំងអស់នឹងវាមិនឥតប្រយោជន៍ឡើយ Some of you, God may call you to come and serve full time in the church. ពេលខ្លះបងប្អូនអ្នកគ្នាព្រះហៅលោកអ្នកបងប្អូនអ្នកគ្នាបម្រើព្រះនៅពេញពេលនៅក្នុងក្រុមជំនុំ But you can actually get a higher paying job outside. ក៏ប៉ុន្តែក្នុងពេលនឹងដដែលបងប្អូនអ្នកគ្នាទទួលអាចមានការងារនៅខាងក្រៅដែរការងារខាងក្រៅដែលមានប្រាក់ខែខ្ពស់ Then you're thinking, is it worth it not to give that up to serve in church? តើវាល្អអត់បើខ្ញុំលះបង់ការងារដែលល្អហើយបម្រើព្រះអង្គអញ្ចឹង God say it is worth it. It's not in vain. បាទព្រះអង្គមានបន្ទូលថាវាមានសុពលភាពវាមិនមែនឥតប្រយោជន៍ឡើយ This message is not only for those who are going to be baptized today. ហើយព្រះបន្ទូលនេះក៏សម្រាប់បងប្អូនដែលទទួលជាមួយទឹកនៅក្នុងថ្ងៃនេះដែរ It is also for all of us. ហើយក៏សម្រាប់បងប្អូនទាំងគ្នាគ្រប់គ្នានៅទីនេះ Because when we are baptized into Jesus' death, Christ's death. ពេលដែលយើងជាមួយទឹកយើងជាមួយទៅក្នុងសេចក្តីសុគតរបស់ព្រះយេស៊ូវហើយនឹងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ And we will share in his resurrection to a new life. ហើយយើងចូលរួមក្នុងការរស់ឡើងវិញនៅក្នុងជីវិតថ្មីជាមួយទ្រង់ដែរ In that new life, don't be afraid. នៅក្នុងជីវិតថ្មីនោះកុំឲ្យយើងភ័យខ្លាចតទៀត Don't be afraid to suffer for Jesus. កុំឲ្យយើងភ័យខ្លាចនឹងការដែលរងទុក្ខលំបាកសម្រាប់ព្រះយេស៊ូវគ្រីស្ទទៀត To make sacrifices for Jesus. ដើម្បីលះបង់កិច្ចការខ្លះសម្រាប់ព្រះម្ចាស់ព្រះយេស៊ូវ Because it is not in vain. ពីព្រោះតែការដែលយើងធ្វើទាំងបាមានវានឹងមិនឥតប្រយោជន៍ឡើយ Come, let's go to God in vain. Prayer. ហើយយើងបានចូលទៅចំពោះព្រះអង្គអធិដ្ឋានជាមួយគ្នា Heavenly Father, we thank you for sending your Son to die on the cross for our sins. ព្រះអង្គឲ្យខ្ញុំអរព្រគុណព្រះអង្គដែលបញ្ជូនព្រះបុត្រតារបស់ព្រះអង្គឲ្យមកសគត់លើឈើឆ្កាងជួសបាបយើងខ្ញុំ Thank you for raising him from the dead. អរព្រគុណព្រះអង្គដែលប្រោះទ្រង់ឲ្យមានបច្ចុប្បន្នរស់ឡើងវិញ Thank you that all of us who are baptized in Jesus Christ will get to share in his death and អរ resurrection. គុណព្រះអង្គដែលគ្រប់គ្នាបានទទួលជាមួយទឹកយើងបានចូលរួមចំណែកក្នុងការសគត់នឹងការរស់ឡើងវិញជាមួយព្រះយេស៊ូវដែរ Thank you for teaching us today that our new life in Christ is not about living to please ourselves. អរគុណព្រះអង្គព្រះបន្ទូលរំលឹកដាស់តឿនយើងខ្ញុំថាព្រះបន្ទូលនៅព្រឹកនេះដែលយើងរស់នៅឡើងវិញជាជីវិតថ្មីមិនមែនឲ្យគប់ចិត្តខ្លួនឯងទៀតឡើយ It is not about living according to our sinful desires. លែងរស់នៅក្នុងជីវិតទៅតាមអំពើបាបនៃសាច់ឈាមរបស់យើងតទៀត But to live our life as a service unto you. តែរស់នៅក្នុងជីវិតដែលសពហាតីទៅកាន់ព្រះអង្គវិញ Because our faith and our service, they are not in vain. ហើយកិច្ចការដែលយើងខ្ញុំបម្រើព្រះអង្គនោះវាអត់ប្រយោជន៍ឡើយ Like Jesus our Lord who was resurrected, we too will be ដូចជា resurrected. ព្រះយេស៊ូវព្រះអង្គមានបញ្ជូនរស់ឡើងវិញយើងខ្ញុំទាំងអស់គ្នាដែរនឹងរស់ឡើងវិញដែរ We thank you and we pray for all this អរ in ព្រគុណ Jesus' ព្រះអង្គ name. យើងខ្ញុំអធិដ្ឋានគ្រប់ការទាំងអស់នេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Amen. អាមែន